របស់យើងពិតប្រាកដនោះទេចឹងគឺគំសកូនទាំងអស់គ្នាពិចារណាទៅចោះហើយគ្រប់ឲ្យត្រូវពេលវេលានេះគឺជាពេលវេលាមកដល់ហើយមិនមែនជាពេលវេលាដែលយើងត្រូវដណ្ដើមជ័យជំនះគ្នាដណ្ដើមគ្នារកត្រូវឬក៏ជាពេលវេលាញុះញង់ឲ្យមនុស្សឆ្លោះគ្នាឬក៏ជាពេលវេលាសម្រាប់ជេរប្រមាថដាក់ទម្លាយគ្នាឲ្យឆាប់ស្លាប់អីមែនទេណាជាពេលវេលាដែលយើងទាំងអស់គ្នាត្រូវរួមគ្នាធ្វើយ៉ាងណាផ្ដល់យោបល់ចែករំលែកដល់គ្នាទៅវិញទៅមកក្នុងការរៀនស្គាល់ខ្លួនឯងឲ្យច្បាស់ដើរឲ្យត្រូវគោរពឲ្យត្រូវនេះជាពេលវេលាដែលយើងត្រូវនាំគ្នាធ្វើបាទមនុស្សឥឡូវហួងហែងសម្បើមណាសម្បត្តិមិនមែនសម្បត្តិរបស់ខ្លួនឯងក៏ហួងហែងដែរបាទពិបាកណាស់មនុស្សទាំងអស់នោះនឹងត្រូវអំណាចបិសាចមកយកឆាប់ហើយបើសិនជាធ្វើចុះមិននឹងជួយគេដោយវិធីណាលោកឪគ្មានអីចែករំលែកក្រៅពីព្រធម៌ពីសច្ចធម៌អត្តកម្បាំងទាំងឡាយនេះទេថ្វាយបង្គំលោកឪកូនសូមទៅបួសប្រតិបត្តិធម៌ជាមួយលោកកូនហ្នឹងហើយកូនអាចទៅបួសបានតើកូនឲ្យតែមានចិត្តលះបង់អីឲ្យច្បាស់លាស់ទៅណែអីគេម៉ៃសុផលលោកឪនិយាយពីវ៉ាចងឯងបន្តិចផងវ៉ាចងឯងគឺជារុក្ខជាតិមួយដែលដុះនៅលើផែនដីនេះដែលមានអំណាចមួយគេថាអរគទេវតាស្ដេចមេតបមួយឃុំក្រងនៅលើវ៉ាចងឯងហើយវ៉ាចងឯងនេះប្រើសម្រាប់ធ្វើកិច្ចក្នុងការចងវិញ្ញាណភូតខ្មោចព្រាយបិសាចទាំងឡាយបើសិនជាយើងចេះប្រើហើយកាលណាយើងមិនចេះប្រើយើងអត់ដឹងពីវិធីប្រើក៏មិនដឹងថាប្រើបែបណាដែរពីព្រោះរុក្ខជាតិនីមួយៗដែលកើតនៅលើផែនដីនេះដោយលោកឪចៃរំលែកមកវាសិតតែជាសច្ចធម៌មួយឆ្លោះបញ្ចាំងឲ្យមនុស្សទាំងឡាយរៀនស្វែងយល់ឲ្យដឹងច្បាស់ថាតែរុក្ខជាតិទាំងឡាយមិនមែនអត់ប្រយោជន៍ទេដូចជាវ៉ាចងឯងសម្រាប់ចងនៅសភាវៈអាក្រក់ទាំងឡាយឲ្យប្រយ័ត្នឲ្យស្វែងយល់វាអត់មានវ៉ាចងឯងនឹងណែកើតមានមកសម្រាប់ចងមនុស្សធ្វើបាបមនុស្សអីមែនទេវាមិនខុសពីដើមព្រះកំចាត់ព្រះកំចាយព្រះទៅហឹងតូចព្រះទៅហឹងធំផ្លិតអេសូផ្លិតអេសីរុកកាត់ណាកាត់ណែដើមទាំងអស់នោះដែលដោះលើផែនដីនោះវាមានតួនាទីកំចាត់សភាវៈអាក្រក់ទាំងឡាយកាលណាវាមានសភាវៈខ្មោចព្រាយអរៈបិសាចទាំងឡាយវាត្រូវតែមានដើមរុក្ខជាតិនោះយកទៅកំចាត់ដោយព្រះទៅហឹងតូចទៅហឹងធំអរៈបិសាចអ្នកតាទាំងឡាយមិនហ៊ានអត់ហ៊ានទេខ្លាចណាស់វាជាខ្នួចវាជាសច្ចធម៌ដែលប្រត្រៃតាក់ទងវាត្រូវតែមាននៅលើផែនដីសម្រាប់ឲ្យមនុស្សប្រើប្រាស់ចឹងយើងត្រូវពិចារណាឲ្យច្បាស់អំពីរឿងទាំងឡាយដែលមាននៅលើផែនដីនេះរឿងអាចកំបាំងជាច្រើនតែយើងមិនអាចដឹងច្បាស់ហើយយើងមានការប្រមាថនេះឯងដែលវានាំឲ្យកើតជាបណ្ដាសាច
ចំពោះមនុស្សជាតិគ្រប់គ្នាទទួលបាននៅអ្វីដែលខ្លួនមិនត្រូវទទួលបានធ្វើឲ្យខ្លួនបាត់បង់នៅអ្វីដែលខ្លួនមិនត្រូវបាត់បង់អាហ្នឹងវាចឹងកូនទាំងអស់ដែលចូលមកស្ដាប់លោកឪហើយពិចារណាខ្លួនឯងទៅលោកឪមិនជាគ្រូអីហួងហែងវិជាអីទេហើយសង្ឃឹមថាមិត្តពធទាំងឡាយដែលបច្ចុប្បន្នមាននាមមានឈ្មោះថាជាបណ្ឌិតសាស្ត្រាចារ្យខាងភាសាបាលីខាងយល់ច្បាស់ដឹងច្បាស់អំពីរឿងរ៉ាវទាំងឡាយនៅក្នុងសាសនាអីនេះសូមមេត្តារៀបតម្រង់ផ្លូវចិត្តសង្កត់ចិត្តខ្លួនឯងកុំឲ្យមានភាពហួងហែងកុំឲ្យតាំងទូខ្លាំងពេកពីព្រោះគ្រប់វិជាទាំងឡាយដែលខ្លួនបានចេះវាសុទ្ធតែជាវិជារបស់ព្រះឬក៏វិជារបស់គេទេវាមិនមែនជាវិជារបស់ខ្លួនឯងដែលចេះចេញពីញាតិរបស់ខ្លួនឯងដឹងពីក្នុងខ្លួនឯងដូចព្រះទេអញ្ចឹងយើងមិនត្រូវមកហួងហែងនៅអ្វីដែលខ្លួនចេះឬក៏ហួងហែងនៅការប្រសិទ្ធនាមណាមួយដែលគេកំណត់ឲ្យយើងថាជាសាស្ត្រាចារ្យជាបណ្ឌិតអីនោះទេខ្មាស់គេតែយើងហួងហែងតែខ្មាស់គេមានតែមនុស្សដែលមិនយល់ទេដែលមិនដឹងតែបើគេអ្នកដឹងដែរស្រាប់មកដល់ខ្ញុំគឺជាបណ្ឌិតណាខ្ញុំគឺជាសាស្ត្រាចារ្យបើគេដឹងណាគេសើចគេអស់សំណើចខឹកតែមនុស្សមកតាំងខ្លួនឯងជាសាស្ត្រាចារ្យជាបណ្ឌិតទាំងការមានសួរខ្លួនឯងថាអ្វីដែលខ្លួនឯងចេះវិជារបស់គេតែចេះកំហួងហើយបំណាច់នឹងខ្លាចទៅជាពាក្យសាស្ត្រាចារ្យជាបណ្ឌិតវាលុះត្រាតែយើងនេះចេះចេញពីខ្លួនឯងពិតប្រាកដចេញពីញាណរបស់ខ្លួនឯងពិតប្រាកដផ្សព្វផ្សាយចំណេះរបស់ខ្លួនទៅហើយមនុស្សទាំងឡាយយកទៅអនុវត្តធ្វើបានហើយទទួលនឹងសេចក្តីសុខចម្រើនបានគេហៅថាអ្នកចេះហើយចុះយើងចេះវិជាគេហ្នឹងហើយបើហួងហែងតម្លាក់កំហុសថាអ្នកគោរពសាសនានេះមិនល្អអ្នកកាន់សាសនានោះគឺល្អចេះចុះមិនត្រូវពីទៅជាភាពពង្រៀនមនុស្សឲ្យមើលគ្នាយល់ច្រឡំគ្នាមួយបាទឲ្យយល់ច្រឡំលើសាសនានិងសាសនាទៅបាទព្រោះឥឡូវវាកំពុងតែមានឃើញទេអ្នកគោរពសាសនាពុទ្ធទៅកំពុងតែទម្លាក់កំហុសអ្នកទៅដល់សាសនាព្រហ្មញ្ញថាពួកព្រាហ្មណ៍អីចេះទម្លាក់កំហុសលើព្រាហ្មណ៍ថាជាបុគ្គលដែលអ្នកពោះអាក្រក់ស្វែងរកធម៌ឃើញស្អីណាជាពួកបាបកម្មអីចេះចុះចឹងតែនេះអ្នកគោរពនៅក្នុងសាសនាពុទ្ធមិនត្រឹមតែរំដោះបណ្ឌិតសាស្ត្រាចារ្យមួយចំនួនធំដែលចេះតាមវិជារបស់គេហ្នឹងក៏កំពុងតែទម្លាក់កំហុសលើព្រាហ្មណ៍ទាំងឡាយភ្លេចគិតថាព្រាហ្មណ៍ទាំងឡាយហ្នឹងជាបុគ្គលបែបណាបួសក្នុងសាសនាព្រហ្មញ្ញតាបោះអីសីអីសូនវាខុសគ្នាបែបណាមានកតបកិច្ចធ្វើអីអ្នកបុកទាំងអស់អញ្ចឹងបណ្ឌិតសាស្ត្រាចារ្យដែលចេះអីណាស្អីខាងបាលីខាងបកគូអីនោះពិចារណាផងមុននឹងតម្លាក់កំហុសចោទប្រកាន់គ្នាកាលណាយើងទេសនាផ្ដេសផ្ដាសវាធ្វើឲ្យអ្នកគោរពក្នុងសាសនាព្រះពុទ្ធនិងអ្នកគោរពសាសនាព្រហ្មញ្ញមើលគ្នាក្នុងកាសែផ្នែកជាសត្រូវឃើញទេឲ្យយល់ទេហើយកាលណាយើងមនុស្សទាំងឡាយមើលគ្នាក្នុងខ្សែភ្នែកជាសត្រូវយើងត្រូវសួរថាតើព្រះរបស់ខ្លួនគ្រប់រូបដែលចូលកាន់សាសនាមួយពង្រៀនអ្នកឯងឲ្យខ្លាយទៅជាមនុស្សហួងហែងទម្លាក់កំហុសលើគ្នាឯងទៅវិញទៅមកចឹងឬលិចគិតអាចចំណុចនេះទៅទៀតអញ្ចឹងក៏ពីក្បួនច្បាប់ទាំងឡាយដែលទៅសេទម្លាក់កំហុសលើគេលើឯងវាសុទ្ធតែអ្នកចងក្រងកំពីទាំងអង្គស្ថិតតែជាមនុស្សដែលអត់ស្គាល់ខ្លួនឯងកើតតែចិត្តហួងហែងគ្រប់គ្នាសរសេរចងក្រងជាកំពីសិទ្ធិអ្នកពុទ្ធសាសនានេះប្រ
ព្រឹត្តខុសចេះប្រព្រឹត្តខុសចុះវាទៅតាមបុគ្គលវាអត់ខុសពីអ្នកគោរពក្នុងសាសនាព្រះពុទ្ធនោះទេហើយក៏វាមិនខុសពីអ្នកគោរពក្នុងសាសនាមូស្លីមហឡោះអីនោះដែរវាជាបុគ្គលវាតែងតែមានខុសក៏ប៉ុន្តែភាពត្រឹមត្រូវសុក្រិតសច្ចធម៌ពិតគឺអត់មានចុងទេឲ្យយល់ចេះអ្នកដែលបួសនៅក្នុងសាសនាព្រហ្មញ្ញដែលមានញាណថាជាតាបោះអីសីអីសូនេះបុគ្គលអស់នោះដែលជាមនុស្សទៅបួសជាតាបោះអីសីអីសូនោះគឺតំណាងឲ្យអវតារផ្ទាល់របស់អតិទេពធំទាំង3ឬយល់ច្បាស់បន្ទាប់ពីអតិទេពធំទាំង3ព្រះព្រំព្រះសិវៈព្រះវិស្ណុមកអវតាររបស់លោកគឺតាបោះអីសីអីសូនោះឯងជាអវតារផ្ទាល់របស់លោកដែលមានតួនាទីបបដកចាប់កំណើតឋានកណ្ដាលនេះសពផ្សាយនៅទង្វើល្អទាំងឡាយជូនទៅដល់មនុស្សទាំងអស់ដែលបានរបស់កម្មខ្លួនឯងពីជាតិមុនមកចាប់កំណើតសាជាថ្មីក្នុងការបន្តបន្តនេះឲ្យស្គាល់ច្បាស់ថាណែការគោរពនេះចំពោះព្រះចំពោះអតិទេពចំពោះគុណទាំងឡាយដែលមាននៅលើឋានកណ្ដាលដែលឯងរស់នៅហ្នឹងគេគោរពចេះឲ្យដឹងចឹងមិនមែនមកអ៊ីណាឲ្យមកពង្រៀនមនុស្សឲ្យនាំគ្នារៀនតែសិលវិជ្ជាមុនអាគមសំដែងរិទ្ធយកឈ្នះចាញ់គ្នាអីដូចបុគ្គលដែលដើរខុសកន្លងមកនោះទេនេះសាសនាព្រហ្មញ្ញឲ្យយល់ពីពាក្យតាបោះអីសីអីសូមិនមានមិត្តពធមួយចំនួនកំពុងតែទេសនាខុសសាវកព្រះអង្គមួយចំនួនកំពុងទេសនាខុសឲ្យតម្លៃអ្នកបួសនៅក្នុងសាសនាព្រាហ្មណ៍មិនស្មើនឹងខ្លួនឃើញទេអានេះហើយជាភាពគួងហើយមួយដែលយើងអត់ដឹងច្បាស់អំពីសាសនាព្រហ្មញ្ញច្បាស់ផងយើងរៀនចេះតាមគម្ពីរទេសនាខុសសិតតបោះហ្នឹងកាន់សិល5សិល8សិល10អីចឹងដែរតបោះអីសីអីសូហ្នឹងកាន់សិល5សិល8សិល10អីចឹងទៅវាជារឿងខុសអ្នកបួសម្នាក់ដែលចូលមកបួសនៅក្នុងព្រហ្មញ្ញសាសនាចាប់ដើមដំបូងឈានចូលដល់តបោះមិនមែនធម្មតាទេគឺលះផុតពីផ្លូវលោកដែលផ្លូវលោកបច្ចុប្បន្នកំពុងនាំគ្នាកាន់សិល5ខ្លួនឯងនេះលះផុតពីសិល5នឹងចូលមកបួសជាតបោះពាក្យថាតបោះវាកើតចេញពីពាក្យមួយគេហៅថាសង្ស្ក្រឹតពាក្យបាលីនេះតបៈនេះពីការធ្វើតបៈនេះតបោះគ្រប់អង្គហើយសិលតបោះនេះគឺជាសិលមួយកំពូលក្នុងការដឹកនាំបុគ្គលអ្នកបួសខ្លួនឯងនឹងឲ្យស្គាល់នូវភាពជូរចត់ការលំបាកគ្រប់បែបយ៉ាងទាំងអស់ឲ្យស្គាល់អំពីរបៀបនៃការតម្រង់ផ្លូវចិត្តរបស់ខ្លួនឯងបែបណាកំចាត់កិលេសខ្លួនឯងបែបណាបដិបត្តិខ្លួនឯងបែបណាដើម្បីឲ្យឈានទៅដល់អីសីហើយទៅដល់អីសីហើយគឺមានមហិទ្ធិឫទ្ធិសម្ដែងឈានហើយតើចូលដល់អីសីសម្ដែងឈានហើយអីសីអង្គនោះស្វែងយល់ទាំងអស់អំពីអ្វីទាំងឡាយដែលមាននៅក្នុងលោកនេះមិនមែនជាសេចក្តីប្រាថ្នាមួយរបស់អីសីនោះដែលត្រូវប្រាថ្នាចង់បានទេរួមទាំងរិទ្ធដែលជះសម្ដែងអីណាឈានអីនេះក៏មិនមែនជាសេចក្តីប្រាថ្នារបស់ខ្លួនដែរសេចក្តីប្រាថ្នារបស់ខ្លួនឯងដែលពិតប្រាកដគឺផ្លូវមួយនិព្វានដោយព្រះសម្មាសម្ពុទ្ធចុះហើយយល់ទេឃើញទេដោយព្រះសម្មាសម្ពុទ្ធដំណើរផ្លូវរបស់ព្រះអង្គគឺដើរអញ្ចឹងចូលទៅបួសដំបូងជាតបោះអីសីនោះឯងចេញពីអីសីទៅបានព្រះរីឯភិក្ខុគឺបានត្រឹមតែជាសាវករបស់ព្រះជាបុគ្គលដែលទ្រទ្រង់នៅគុណទាំងឡាយដែលព្រះបានបន្សល់ទុកបើខ្លួនឯងចង់ខ្លាចជាព្រះលុះត្រាតែខ្លួនឯងផុតពីភិក្ខុចូលទៅដល់អីសីដើរធុដងតាមព្រៃអត់ឆាន់មានឆាន់
មិនត្រូវការអ្វីទាំងអស់អានោះបានវាទៅអាចជាផ្លូវមួយឃើញពលឺព្រះនិព្វានទៅកើតដោយព្រះហើយបើយើងជាសាវកព្រះអង្គឥឡូវមានណាតាំងខ្លួនខ្លួនឯងជាព្រះហើយណាដោយព្រះសម្មាសម្ពុទ្ធឯហ្នឹងហើយសាសនាដទៃក៏ចឹងដែរអ្នកបុកក្នុងសាសនាប្រមាញ់ក៏ដូចគ្នាអ្នកខ្លះក៏តាំងគួរអីចឹងទៅអញជាអធិទេពនេះទេពនោះណាបារមីនោះមកគុំក្រងអីចេះចុះសិតតែរឿងអត់ស្គាល់ខ្លួនឯងទាំងអស់ចឹងហេតុដូច្នេះហើយបានជាអាត្មាតែលើកយកបទសម្ដែងថាណាបុគ្គលទាំងឡាយ